បងប្អូននេះបន្ទាប់ពីច្រូតហើយបាន4ថ្ងៃឥឡូវចាប់ផ្ដើមវាយដីទៀតនេះរៀបចំព្រោះទៀតយើងមកបានផលទៀតច្រូតហើយឥឡូវយើងវាយដីព្រោះវិញទៀតហើយស្រូវនោះអត់ទាន់បានច្រូតទេស្រូវនោះប្រហែលជាអាទិត្យក្រោយច្រូតដែរច្រូតហើយវាយដីទៀតព្រោះមួយឆ្នាំយើងធ្វើ3ដងបើសិនជារដ្ឋាភិបាលគិតគូរពីយើងជាងនឹងទៀតកាន់តែល្អប្រហែលរងថ្ងៃគាត់គិតគូរប៉ុន្តែបើគាត់គិតគូរខ្លាំងជាងនឹងទៀតស្រូវសើមហ្នឹងបើបានតែ1គីឡូ950ទៅ1100កាក់កយើងធូរធាប្រហែលមានម៉ាស៊ីនប្រើប្រាស់អីគ្រប់គ្រាន់បបោពូស្រែនេះបានផលច្រើនដែរឆ្នាំហ្នឹងបានផលច្រើនណាស់ហើយមើលមេធាមយើងវាយដីអែមមេធាមនេះធានាថាវាយមកស្អាតហើយមិនស្អាតមិនយកលុយតំណងទិញស្រូវទិញតកអីអាចទៅបានអីក៏ធ្វើដែរឲ្យបានលុយឲ្យស្របច្បាប់នេះបានតកអញ្ចឹងយើងដល់ម៉ោងទៅទៀតហើយព្រោះម៉ោងរកស៊ីរកអីទៀតហើយដឹកតកទៅដាក់ឲ្យម៉ួយទៀតយើងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចូលចិត្តនៅវីដេអូខ្ញុំពុកម៉ែបងប្អូនអាចចុច Subscribe Channel របស់ខ្ញុំហើយនិង Follow Page របស់ខ្ញុំម្នាក់មួយហ្នឹងបាទអរគុណជំរាបលាបងប្អូននេះបន្ទាប់ពីច្រូតហើយបាន4ថ្ងៃឥឡូវចាប់ផ្ដើមវាយដីទៀតនេះរៀបចំព្រោះទៀតយើងមកបានផលទៀតច្រូតហើយឥឡូវយើងវាយដីព្រោះវិញទៀតហើយស្រូវនោះអត់ទាន់បានច្រូតទេស្រូវនោះប្រហែលជាអាទិត្យក្រោយច្រូតដែរច្រូតហើយវាយដីទៀតព្រោះមួយឆ្នាំយើងធ្វើ3ដងបើសិនជារដ្ឋាភិបាលគិតគូរពីយើងជាងនឹងទៀតកាន់តែល្អប្រហែលរងថ្ងៃគាត់គិតគូរប៉ុន្តែបើគាត់គិតគូរខ្លាំងជាងនឹងទៀតស្រូវសើមហ្នឹងបើបានតែ1គីឡូ950ទៅ1100កាក់កយើងធូរធាប្រហែលមានម៉ាស៊ីនប្រើប្រាស់អីគ្រប់គ្រាន់បបោពូស្រែនេះបានផលច្រើនដែរឆ្នាំហ្នឹងបានផលច្រើនណាស់ហើយមើលមេធាមយើងវាយដីអែមមេធាមនេះធានាថាវាយមកស្អាតហើយមិនស្អាតមិនយកលុយ